ថ្ងៃនេះយើងមកដឹងពីកម្លាំងរបស់កីឡាករនិងអត្ថប្រយោជន៍នៃកម្លាំងរបស់កីឡាករ Dream League 2026 SPE នឹងមានន័យថាល្បឿនកម្លាំងរត់លឿននៅពេលដែលយើងអត់កម្លាំងនឹងមិនទៅវាធ្វើឲ្យកីឡាកររបស់យើងនឹងរត់លឿនជាងមុន ACC មានន័យថាល្បឿនបង្កើនភ្លាមនៅពេលដែលយើងអត់កម្លាំងនេះមិនវាធ្វើឲ្យយើងទទួលបានបាល់ភ្លាមយើងបង្កើនល្បឿនបានភ្លាមSGR នៅពេលដែលយើងអាប់វាពេញវាធ្វើឲ្យកីឡាកររបស់យើងមករត់បាន90នាទីពេញវាអត់ឆាប់អស់កម្លាំង STR អានឹងគឺជាកម្លាំងរាងកាយដែលយើងអាចរត់គេចចេញពីខ្សែការពាររបស់គេបានខ្សែការពាររបស់គេបុកជាងយកបាល់មិនសូវបានតែបើអាប់ទៅលើខ្សែការពារវាធ្វើឲ្យខ្សែការពាររបស់យើងងាយបុកគេយកបាល់បាន CON គឺជាកម្លាំងគ្រប់គ្រងបាល់នៅពេលដែលយើងអាប់វាមិនវាធ្វើឲ្យយើងគ្រប់គ្រងបាល់បានល្អធ្វើឲ្យបាល់មិនសូវឃ្លាតចេញពីជើងរបស់កីឡាករ PAS គឺជាកម្លាំងប៉ះវាល្អសម្រាប់ខ្សែបម្រើការពារនៅពេលដែលយើងអាប់វាមិនវាធ្វើកីឡាកររបស់យើងប៉ះបាល់បានល្អជាងមុន SXO គឺជាកម្លាំងសុទ្ធនៅពេលដែលយើងអាប់វាមិនវាធ្វើកីឡាកររបស់យើងសុទ្ធបាល់ច្បាស់ជាងមុននិងទាត់ free kick ច្បាស់ជាងមុន STC គឺជាកម្លាំងដែលបុកយកបាល់ពីដៃគូនៅពេលដែលយើងអាប់វាមិនវាធ្វើកីឡាកររបស់យើងងាយយកបាល់បានពីដៃគូម្ខាងទៀតអរគុណសម្រាប់ការមើលវីដេអូកុំភ្លេច like subscribe បើមានចំណុចកន្លែងណាអាច comment នៅខាងក្រោមបានបាយបាយ